រោងចក្រផលិតទឹកស្អាតតាំងក្រសាំងស្ថិតនៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំតម្លៃ$7 លានដែលមានសមត្ថភាពផលិតទឹកស្អាតប្រមាណ4,400ម៉ែត្រគូបក្នុងមួយថ្ងៃនិងបញ្ចប់ការសាងសង់និងដាក់ឲ្យដំណើរការនៅចុងឆ្នាំ2025នេះដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅទូទាំងស្រុកសន្ទុកទាំងមូលកាលពីចុងសប្តាហ៍កន្លងទៅនេះឯកឧត្តមហែមវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានអញ្ជើញចុះពិនិត្យទីតាំងផលិតទឹកស្អាតទាំងពីរក្នុងស្រុកបារាយណ៍និងស្រុកស្ទងនៃខេត្តកំពង់ធំនៅក្នុងស្រុកបារាយណ៍ឯកឧត្តមបានចុះពិនិត្យទីតាំងប្រតិបត្តិការទឹកស្អាតឯកជនរបស់លោកឆេងច័ន្ទធឿននិងបានជំរុញឲ្យប្រតិបត្តិការយកចិត្តទុកដាក់ពង្រីកបណ្ដាញជំរុញការតភ្ជាប់និងលើកទឹកចិត្តឲ្យរៀបចំផែនទីបណ្ដាញទូយកក្នុងទម្រង់ Digital ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងកាត់បន្ថយការលេចធ្លាយនិងការខូចខាតដែលអាចបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឯកឧត្តមក៏បានចុះពិនិត្យការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីតាំងក្រសាំងដែលទទួលបានហិរញ្ញប្បទានពីធនាគារពិភពលោករោងចក្រប្រព្រឹត្តកម្មដែលចាប់ផ្ដើមការសាងសង់ក្នុងខែកក្កដាឆ្នាំ2024និងក្រុងបញ្ចប់នៅចុងឆ្នាំ2025នេះមានសមត្ថភាពផលិតទឹកស្អាតចំនួន4,400ម៉ែត្រគូបក្នុងមួយថ្ងៃមានបណ្ដាញចែកចាយទឹកស្អាតប្រវែង1,264គីឡូម៉ែត្រសម្រាប់ផ្គត់ផ្គង់ដល់មូលដ្ឋានអាជីវកម្មនិងប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ6,000គ្រួសារឯកឧត្តមហែមវ៉ាន់ឌីបានលើកឡើងថាគោលដៅរបស់យើងគឺផ្គត់ផ្គង់ទឹកស្អាតនៅទូទាំងប្រទេសពិសេសភូមិដែលនៅជិតតំបន់សេវាទឹកស្អាតមានសារៈសំខាន់មិនត្រឹមតែសម្រាប់សុខភាពសាធារណៈប៉ុណ្ណោះទេតែក៏ជាមូលដ្ឋានគ្រឹះសម្រាប់ការទាក់ទាញសកម្មភាពអាជីវកម្មពាណិជ្ជកម្មសេវាកម្មនិងការវិនិយោគសម្រាប់សេដ្ឋកិច្ចក្នុងតំបន់ផងដែរជាមួយគ្នានេះដែរលោកស្រីលេងសុភាអគ្គនាយករដ្ឋការទឹកស្ទងនិងតាំងក្រសាំងបានឲ្យដឹងថារោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាំងក្រសាំងស្ថិតនៅឃុំតាំងក្រសាំងស្រុកសន្ទុកខេត្តកំពង់ធំគឺជាសហគ្រាសសាធារណៈស្ថិតក្រោមអាណាព្យាបាលរបស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកដំណើរការសាងសង់កាលពីចុងឆ្នាំ2024ដែលគិតមកទល់ពេលនេះសម្រាប់ការសាងសង់បាន 20% ហើយបច្ចុប្បន្ននេះយើងមានរោងចក្រស្ថានីយ៍របស់យើងដែលផលិតកម្មដែរប៉ុន្តែវាទូចសមត្ថភាពផលិតបានតែ1,300ម៉ែត្រគូបក្នុងមួយថ្ងៃទេអញ្ចឹងនៅអត់គ្រប់តម្រូវការរបស់ប្រជាពលរដ្ឋយើងទេសម្រាប់រោងចក្រស្ថានីយ៍ថ្មីនេះសមត្ថភាពផលិត4,400ម៉ែត្រគូបក្នុងមួយថ្ងៃរោងចក្រនេះសម្រាប់យើងសាងសង់ហើយនឹងអាចផ្គត់ផ្គង់ប្រជាពលរដ្ឋបានចំនួន15,000គ្រួសារខាងស្រុកស្ទងនឹងយើងក៏មានស្ថានីយ៍វិទ្យាតែសារយើងនៅឆ្ងាយពីគ្នាអញ្ចឹងស្រុកវាផ្សេងពីគ្នាប៉ុន្តែគ្រាន់ថាអង្គភាពយើងវាមិនចូលគ្នាទី2អញ្ចឹងយើងត្រូវមានរោងចក្រទី1និងរោងចក្រទី2ហើយរោងយើងសាងសង់រោងចក្រទី1នៅខាងស្រុកស្ទងនឹងដោយសារស្រុកស្ទងនឹងក៏ខ្វះដែរស្ថានីយ៍ផលិតទឹកយើងចាស់ហ្នឹងបានតែ1,800ម៉ែត្រគូបក្នុងមួយថ្ងៃអញ្ចឹងរោងចក្រទី2យើងនៅស្ទងហ្នឹងដែលយើងសាងសង់ហ្នឹងក្នុងគម្រោង Ball Bank ដូចគ្នានឹងដែរគឺជួយបាន4,600ម៉ែត្រគូបក្នុងមួយថ្ងៃបើសិនជាស្ថានីយ៍រោងចក្រយើងហើយពុះពងទូទាំងស្រុកសម្រាប់តំបន់សេវាកម្មរបស់យើងក្នុង6ឃុំនិង72ភូមិរោងចក្រនេះប្រើប្រាស់វិធីការអស់ប្រហែលជា$7 លានបានពីគម្រោងជំនួយការធនាគារពិភពលោកសូមជម្រាបថាគិតត្រឹមឆ្នាំ2024ការផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជនទូទាំងប្រទេសមានប្រតិបត្តិការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាតដែលទទួលបានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍មានចំនួនសរុប454ប្រកាសដែលក្នុងនោះមានរដ្ឋការទឹកសាធារណៈចំនួន11ស្មើនឹង14ប្រកាសរួមមានរដ្ឋការទឹកស្វយ័តក្រុងភ្នំពេញរដ្ឋការទឹកស្វយ័តសៀមរាបស្ទឹងត្រែងបាត់ដំបងកំពង់ចាមក្រុងស្ទឹងសែនកំពតមណ្ឌលគិរីពោធិ៍សាត់ស្វាយរៀងនិងរដ្ឋការទឹកស្ទងតាំងក្រសាំងនិងប្រតិបត្តិការផ្គត់ផ្គង់ទឹកស្អាតឯកជនមានចំនួនសរុប440ប្រកាស